បាទអនុញ្ញាតគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទវិលត្រឡប់មកជួបជាមួយនឹង admin ទៀតហើយបាទសម្រាប់នៃការឲ្យតម្រុយឆ្នោតវៀតណាមដែលយើងតែងតែហៅថាឆ្នោតយួនណាពុកម៉ែបងប្អូនបាទអញ្ចឹងមុននឹងឈានចូលដល់ការឲ្យតម្រុយសម្រាប់ថ្ងៃទី23ពុកម៉ែបងប្អូន admin ក៏សូមចិត្តពុកម៉ែបងប្អូនទាំងអស់គ្នាបាទសូមជួយចុចជាវហើយនឹងដាក់សញ្ញារូបកណ្ដឹងជូន admin ម្នាក់មួយផងណាពុកម៉ែបងប្អូនដើម្បីជាការផ្ដល់កម្លាំងចិត្តមកកាន់ admin ហើយក៏ងាយស្រួលដល់ពុកម៉ែបងប្អូនយើងដែលពេញនិយមនឹងតាមដាននៅលទ្ធផលឆ្នោតវៀតណាមពុកម៉ែបងប្អូនបាទពេលដែល admin ផុសតម្រុយចូលក្នុង channel របស់ admin ភ្លាមនឹងលោតសារជូនបងប្អូនបាទភ្លាមតែម្ដងបាទចឹង admin ក៏ចង់បំបីចំណាប់អារម្មណ៍ពុកម៉ែបងប្អូនទាំងគ្នាបាទទៅតាមដាននៅលទ្ធផលសម្រាប់ថ្ងៃទី22ពុកម៉ែបងប្អូនបាទដែល admin បានឲ្យពុកម៉ែបងប្អូនម្សិលមិញណាពុកម៉ែបងប្អូនណាបាទនេះគឺជាតម្រុយថ្ងៃទី22ដែល admin បានឲ្យពុកម៉ែបងប្អូនណាពុកម៉ែបងប្អូនបាទបាទអញ្ចឹងលទ្ធផលបាទសម្រាប់ម៉ោង4បាទម៉ោង4ពុកម៉ែបងប្អូនទាំងគ្នាបាទសម្រាប់ប៉ោះហូបាទគឺចេញលេខ47ណាពុកម៉ែបងប្អូនបាទហើយសម្រាប់លេខធំបាទ122បាទអញ្ចឹងឃើញថាអត់មានចូលទេណាពុកម៉ែបងប្អូនបាទហើយសម្រាប់ប៉ោះ A គឺចេញលេខ38បាទហើយនឹងលេខធំបាទ228បាទសម្រាប់លេខធំគឺអត់មានចូលទេពុកម៉ែបងប្អូនបាទសម្រាប់លេខ38លេខតូចពុកម៉ែបងប្អូនបាទស្ដាយណាស់ admin ឲ្យ37បាទខុសមួយលេខពុកម៉ែបងប្អូនណាប៉ុន្តែយើងបានចូលខ្ទង់អូសដែរពុកម៉ែបងប្អូនបាទ admin បានឲ្យពុកម៉ែបងប្អូនទាំងគ្នាបាទអូសខ្ទង់30ណាបាទអញ្ចឹងសម្រាប់ប៉ុស B ពុកម៉ែបងប្អូនទាំងគ្នាបាទប៉ុស B គឺចេញលេខ47បាទហើយ3លេខគឺ078បាទអញ្ចឹងឃើញថាអត់មានចូលទេពុកម៉ែបងប្អូនទាំងគ្នាបាទហើយសម្រាប់ប៉ុស C បាទគឺចេញលេខ78 470បាទសម្រាប់លេខធំ470ពុកម៉ែបងប្អូនបាទឃើញថាអត់មានចូលលេខគ្នាបាទហើយសម្រាប់ប៉ុស D ពុកម៉ែបងប្អូនគ្នាបាទសម្រាប់ប៉ុស D បាទគឺចេញលេខ48បាទហើយសម្រាប់លេខធំបាទគឺចេញ707ចឹងឃើញថាអត់មានចូលទេពុកម៉ែបងប្អូនបាទគឺយើងចូលបានតែខ្ទង់អូសខ្ទង់30តែមួយទេពុកម៉ែបងប្អូនណាបាទតោះយើងទៅតាមដានម៉ោង6ពុកម៉ែបងប្អូនបាទសម្រាប់ម៉ោង6ពុកម៉ែបងប្អូនទាំងគ្នាបាទចឹង admin សុំហៅពីប៉ុស A ទៅតែម្ដងបាទចឹងសម្រាប់លេខធំប៉ុស A គឺមាន3ខ្ទង់ណាពុកម៉ែបងប្អូនបាទគឺខ្ទង់ទី1បាទ492បាទសម្រាប់ខ្ទង់ទី2គឺ608បាទសម្រាប់ខ្ទង់ទី3គឺ506ពុកម៉ែបងប្អូនបាទឃើញថាអត់មានចូលទេបាទសម្រាប់លេខធំប៉ុស A ពុកម៉ែបងប្អូនបាទហើយសម្រាប់លេខតូចពុកម៉ែបងប្អូនទាំងគ្នាបាទលេខតូចខ្ទង់ទី1បាទគឺលេខ8គត់បាទខ្ទង់ទី2បាទ47បាទហើយខ្ទង់ទី3 46ខ្ទង់ទី4គឺលេខ45ពុកម៉ែបងប្អូនបាទឃើញថាអត់មានចូលទេពុកម៉ែបងប្អូនណាបាទ40វាស់ល្ងាចហ្មងពុកម៉ែបងប្អូនបាទហើយសម្រាប់ប៉ុស B ពុកម៉ែបងប្អូនទាំងគ្នាបាទប៉ុស B គឺចេញលេខ64បាទ496បាទអញ្ចឹងឃើញថាអត់មានចូលទេពុកម៉ែបងប្អូនបាទសម្រាប់លេខធំគឺអត់មានចូលទេបាទប៉ុន្តែលេខតូចយើងគឺចូលមួយខ្ទង់ពុកម៉ែបងប្អូនបាទ64ត្រង់ភ្លឹងតែម្ដងហើយ admin បានឲ្យពុកម៉ែបងប្អូនទាំងគ្នាបាទគឺអូសខ្ទង់60បាទហើយសម្រាប់ប៉ុស B ប៉ុស C ពុកម៉ែបងប្អូនទាំងគ្នាបាទសម្រាប់ប៉ុស C គឺចេញលេខ96បាទសម្រាប់លេខធំគឺ644បាទអញ្ចឹងឃើញថាអត់មានចូលទេណាពុកម៉ែបងប្អូនទាំងគ្នាបាទបាទហើយសម្រាប់ប៉ុស D បងប្អូនបាទប៉ុស D គឺចេញ66បាទ449បាទគឺបាទយើងចូលខ្ទង់អូសបាទខ្ទង់អូស60បងប្អូនបាទបាទអញ្ចឹងយើងមានតែប៉ុណ្្នឹងឯងបាទតោះយើងទៅតាមដាននៅតម្រុយសម្រាប់ថ្ងៃទី23ទាំងអស់គ្នាបងប្អូនបាទadmin សុំលុបលេខចាស់ចោលសិនបងប្អូនបាទ admin ក៏សូមបញ្ជាក់ដល់ពុកម៉ែបងប្អូនទាំងគ្នាបាទសម្រាប់លេខតម្រុយដែល admin ចែកជូនដល់ពុកម៉ែបងប្អូននេះគឺអត់មានគិតថ្លៃសេវាម៉ាស៊ីននេះទេណាពុកម៉ែបងប្អូនបាទគឺចែកជូនដល់ពុកម៉ែបងប្អូនទាំងគ្នាគឺ free តែម្ដងបាទអត់មានគិតថ្លៃសេវាឬក៏ថ្លៃស្អីផ្សេងទេបាទគឺចែកជូនដោយ free តែម្ដងពុកម៉ែបងប្អូនបាទអញ្ចឹងលេខសម្រាប់ថ្ងៃទី23លេខតម្រុយពុកម៉ែបងប្អូន admin បានត្រៀមជូនទុកដល់ពុកម៉ែបងប្អូនបាទរួចរាល់ជាស្រេចហើយពុកម៉ែបងប្អូនណាបាទចឹងសម្រាប់ខ្ទង់អូស admin ឲ្យពុកម៉ែបងប្អូនបាទអូសខ្ទង់50ណាពុកម៉ែបងប្អូនបាទហើយសម្រាប់ខ្ទង់ខ្ទង់ទី2បាទ admin ពុកម៉ែបងប្អូនបាទអូសខ្ទង់ចិត្តតែម្ដងបាទហើយសម្រាប់លេខតូច admin មាន4ខ្ទង់ដដែលពុកម៉ែបងប្អូនបាទហើយសម្រាប់ខ្ទង់ទី1គឺ admin ឲ្យលេខ58បាទខ្ទង់ទី2 admin ឲ្យលេខ24បាទ
ហើយសម្រាប់ខ្ទង់ទី3គឺលេខ03តែម្ដងបាទហើយនឹងលេខចុងក្រោយ admin ជូនដល់ពុកម៉ែបងប្អូនបាទគឺលេខ75ពុកម៉ែបងប្អូនបាទស្រឡាញ់លេខមួយណាអាចយកទៅផ្សងសំណាងបានពុកម៉ែបងប្អូនណាបាទផ្សងសំណាងបានគ្រប់ប៉ុស្តិ៍តែម្ដង A B C D ណាពុកម៉ែបងប្អូនបាទហើយសម្រាប់លេខធំ admin ក៏នៅតែមាន3ខ្ទង់ជូនដល់ពុកម៉ែបងប្អូនយើងដដែលបាទសម្រាប់ខ្ទង់ទី1 admin ឲ្យពុកម៉ែបងប្អូនទាំងគ្នាបាទគឺលេខ247ពុកម៉ែបងប្អូនបាទហើយសម្រាប់ខ្ទង់ទី2បាទគឺ632បាទហើយនឹងខ្ទង់ចុងក្រោយ admin ឲ្យពុកម៉ែបងប្អូនបាទគឺ513ពុកម៉ែបងប្អូនណាចឹងកុំភ្លេចចាក់គុណផងពុកម៉ែបងប្អូនបាទចាក់គុណត្រឡប់ចុះត្រឡប់ឡើងពេញហ្នឹងទៅបាទឧស្សាហ៍អីបើយើងអត់ចាក់គុណទេអាចបើសិនជាចេញមកពុកម៉ែបងប្អូនបាទជាស្ដាយក្រោយតែម្ដងបាទ admin លេខតម្រុយរបស់ admin សម្រាប់ថ្ងៃទី23គឺមានតែប៉ុណ្ណេះពុកម៉ែបងប្អូនបាទ admin ក៏សូមជូនពរដល់ពុកម៉ែបងប្អូនយើងដែលបានយកលេខពីខាង admin យកទៅផ្សងសំណាងបាទជូនពរឲ្យហេងបាទត្រូវចំតែម្ដងណាពុកម៉ែបងប្អូនបាទជាចុងក្រោយ admin ក៏សូមជូនពរដល់ពុកម៉ែបងប្អូនទាំងគ្នាបាទរកស៊ីទទួលទានមានបានធ្វើដំណើរទីចិត្តទីឆ្ងាយសូមឲ្យជួបតែសុខភាពសំណាងល្អពុកម៉ែបងប្អូនបាទពី admin បាទអញ្ចឹងadmin ក៏សូមលំអរកាយគោរពលាដល់ពុកម៉ែបងប្អូនទាំងគ្នាបាទជួបគ្នានៅថ្ងៃស្អែកពេលវេលានឹងម៉ោងដដែលបាទសូមអរគុណ